Nơi khung phum chôn bọt mùi đỏ ngọc ngạt đại thật nơi chi tuần lệ mê công khung khát cờ che miên prey chơ sờ ngạt trung vinh. Hai chi vật và chi chôn phum phiệ tràn asrai lơ ca nề sạt. Nâng cá thưa srai bần tai sẽ đây sốc san nơi chi vậtประจำ ថ្ងៃ របស់ ពួក គេ ត្រូវ បាន រំខាន បំផ្លាញ ដោយ រឿង អាច កំបាំង ដែល នាំ មក នៅ ការ ភ័យ រន្ធត់ ឥត ឈប់ ឈរ អ្នក ភូមិ បាន និយាយ បន្ត គ្នា ថា មាន មនុស្ស ប្រុស វ័យ ក្មេង ម្នាក់ ដែល ធ្លាប់ រស់ នៅ ក្នុង ភូមិ នេះ មិន សូវ សប្បាយ ចិត្ត នឹង តែង តែ ដើរ ម្នាក់ ឯង តាម ច្រាំង ទន្លេ ពេល យប់ ឬ ពេល ថ្ងៃ ត្រង់ គេ តែង តែ មាន ភ្នែក ស្រអែម ស្លៀក អាវ ហើយ នឹង មនុស្ស សំឡេង គេ និយាយ ច្រើន ឡើយ នៅ ចុង ក្រោយ ជីវិត របស់ គេ ត្រូវ បាន បញ្ចប់ ដោយ ទឹក ដ៏ ជ្រៅ ពណ៌ ខ្មៅ នៅ ពេល ដែល គេ លោត ចូល ក្នុង ទន្លេ ដោយ សេចក្តី ថប់ បារម្ភ និង ភាព ឯកោ គ្មាន នរណា អើពើ ក្រោយ ពី ថ្ងៃ នោះ មនុស្ស ភូមិ គិត ថា រឿង អាក្រក់ បាន បញ្ចប់ ហើយ ព្រោះ សព គេ ត្រូវ បាន គេ យក មក បុណ្យ បញ្ចុះ តាម របៀប ប្រពៃណី ប៉ុន្តែ ដោយ សារ តែ គ្មាន អ្នក ណា ផ្ដល់ ការ យក ចិត្ត ទុកដាក់ ឬ ធ្វើ បុណ្យ ឲ្យ បាន ពេញលេញ ព្រលឹង របស់ គេ មិន អាច ទៅ កាន់ ទី កន្លែង ល្អ បាន ទេ ពេល រាត្រី ក៏ ដូច ពេល ថ្ងៃ ត្រង់ មនុស្ស ចាប់ ផ្ដើម ឬ សូរ ចម្លែក ឬ ដូច សូរ សក់ ប៉ុន្តែ ពោរពេញ ដោយ ការ ឈឺចាប់ ក្មេងៗ នៅ ភូមិ នោះ បាន ជួប ប្រទះ អ្វី ដែល ពួក គេ មិន ដែល ភ្លេច ពេល ពួក គេ កំពុង ចិញ្ចឹម គោ ក្នុង វាល ស្រែ ក្រោម ពន្លឺ ថ្ងៃ ក្តៅ ត្រង់ ក្មេង ឃើញ ស្រមោល មនុស្ស ឈរ នៅ ច្រាំង ទន្លេ ជាមួយ នឹង ចិត្ត ចង់ ដឹង ពួក គេ បាន ដើរ ចូល ចិត្ត ប៉ុន្តែ ស្រមោល នោះ មិន មែន ជា មនុស្ស ធម្មតា ទេ វា คล้าย ជា មនុស្ស ក្បាល គោ កាយ ដូច មនុស្ស ហើយ មាត់ កំពុង កន្ទ្រាក់ សាច់ ឈាម ក្រហម ក្មេង រត់ ស្រែក ស្លៀក សម្លៀក បំពាក់ កក ស្ទះ ទៅ ដល់ ភូមិ ដោយ ភ័យ ស្លន់ស្លោ ហើយ ប្រាប់ អ្នក ចាស់ អំពី រឿង ដែល ពួក គេ បាន ឃើញ ចាប់ ពី ថ្ងៃ នោះ ទៅ មនុស្ស ភូមិ គ្រប់ គ្នា បាន ទទួល ស្គាល់ ថា ខ្មោច នៃ បុរស វ័យ ក្មេង ដែល បាន សម្លាប់ ខ្លួន កំពុង លង សាហាវ នៅ ក្នុង ភូមិ មនុស្ស ជា ច្រើន ឃើញ វា ប្រែ ស្នាម ជា គឺ មនុស្ស ក្បាល អត់ ជើង ឬ មនុស្ស កំបុត ក្បាល ឈរ នៅ ចំ កណ្ដាល ផ្លូវ ក៏ ដូច ជា ប្រែ ជា ផ្សែង ខ្មៅ ដ៏ អាក្រក់ ភូមិ ដែល ធ្លាប់ ពោរពេញ ដោយ សំឡេង ក្មេង លេង និង សូរ ចម្រាញ់ ចម្រាស់ คล้าย ទៅ ជា ទី កន្លែង ស្ងប់ស្ងាត់ គួរ ឲ្យ ចំអក ពេល វេលា កាន់ តែ ចូល ស្នាម ភ័យ ខ្លាច មនុស្ស ចាស់ នៅ ភូមិ ដែល ធ្លាប់ និយាយ អំពី រឿង ខ្មោច តាម របាយការណ៍ ប្រពៃណី ក៏ ចាប់ ផ្ដើម សរសើរ ពី អំណាច អាក្រក់ ដែល គ្មាន នរណា អាច ទប់ទល់ បាន ពេល ថ្ងៃ ត្រង់ ដែល មុន នេះ ជា ពេល សម្រាប់ ដាក់ បន្ទាយ សត្វ ឬ ដាំ ដំណាំ ឥឡូវ នេះ คล้าย ទៅ ជា ពេល ដែល គ្រប់ គ្នា ហ៊ាន បិទ ទ្វារ ហើយ សំឡេង គ្រឿង ចង្ក្រាន ឬ សូរ កូន ចម្អិន អាហារ ទៀត ទៅ ហើយ ភូមិ មួយ ដែល មាន ក្លិន ឆ្អិន ខ្ទិះ ត្រី ក្លិន ស្លឹក ខ្ទឹម និង សម្ល ស្រួយ ពោរពេញ ដោយ ភាព រស់រវើក ឥឡូវ คล้าย ទៅ ជា ស្លូតបូត និង ដាច់ ស្នាម ស្នូល មិន ត្រឹម តែ ពេល ថ្ងៃ ត្រង់ ទេ ប៉ុន្តែ ពេល យប់ ក៏ คล้าย ជា ពេល នៃ ការ ភ័យ រន្ធត់ មាន មនុស្ស ជា ច្រើន និយាយ ថា ពេល ព្រះច័ន្ទ កើត ពេញ ដើម ឈើ ជុំវិញ ភូមិ ចាប់ ផ្ដើម រលួយ បញ្ចេញ សំឡេង ដូច មនុស្ស ច្រៀង នៅ តាម ផ្លូវ លឿង ដែល ភ្ជាប់ ភូមិ ទៅ វាល ស្រែ មាន អ្នក ឃើញ មនុស្ស ក្បាល អត់ ជើង ឈរ ទ្រាំ ដាក់ ដៃ ឲ្យ ឃើញ ពេល ក្រឡេក មើល ជិត វា คล้าย ទៅ ជា កំពុង នឹង ផ្សែង ខ្មៅ រីករាលដាល មនុស្ស ភូមិ ចាប់ ផ្ដើម ពិភាក្សា និង ចែក រំលែក ពាក្យ សម្ដី ថា ខ្មោច នេះ មិនមែន ខ្មោច ធម្មតា តែ ជា ព្រលឹង ដែល ពោរពេញ ដោយ កំហឹង និង ទុក្ខព្រួយ ដ៏ ជ្រាលជ្រៅ ជា ច្រើន ខែ កន្លង មក គ្រប់គ្រង គ្នា មិន ហ៊ាន ចេញ ពី ផ្ទះ ទៀត ការ នេសាទ តាម ទន្លេ ក៏ ត្រូវ ផ្អាក ការ ដាំ ដំណាំ ស្រែ ជួប បញ្ហា ខ្លាំង ព្រោះ មិន មាន អ្នក ណា ហ៊ាន ទៅ វាល ក្នុង ពេល ថ្ងៃ ត្រង់ ភូមិ ដើម ដែល មាន ភាព អំណោយផល និង ស្នាមញញឹម คล้าย ទៅ ជា ទី កន្លែង ស្ទើរ តែ ទំនេរ អ្នក ចាស់ បាន ព្យាយាម ហៅ គ្រូ ខ្មោច អាចារ្យ ពី ភូមិ ជិត មក បង្រាប ប៉ុន្តែ គ្រប់ គ្នា ចាញ់ មិន អាច កំបាំង មិន អាច ធ្វើ អ្វី បាន ពួក គេ មក ហើយ ក៏ ត្រឡប់ ទៅ ដោយ និយាយ ថា អំណាច របស់ វា ខ្លាំង ពេក ថ្ងៃ មួយ នៅ ពេល ព្រឹក មាន បុរស វ័យ ក្មេង ម្នាក់ មក ដល់ ភូមិ នេះ គាត់ មក ពី ស្រុក ឆ្ងាយ ដើរ តាម ផ្លូវ ផ្លែឈើ ជ្រុះ ពាក់ ខោ អាវ ធម្មតា មិន មាន អ្វី បង្ហាញ ថា ជា មនុស្ស ពិសេស ឡើយ មនុស្ស ភូមិ បើក ភ្នែក មើល គាត់ ដោយ មាន ការ សង្ស័យ តែ ពេល គាត់ សួរ អំពី រឿង ខ្មោច អ្នក ភូមិ គ្រប់ គ្នា ក៏ បាន ប្រាប់ រឿង ដែល កំពុង ធ្វើ ឲ្យ ពួក គេ ភ័យ ខ្លាច មាន មនុស្ស មួយ ចំនួន សើច បន្តិច បើសិន ជា ក្មេង ជំទង់ តូច អាច ធ្វើ អ្វី បាន យប់ ដំបូង នោះ បុរស ក្មេង ចេញ ទៅ ឈរ នៅ ច្រាំង ទន្លេ ភ្លើង ចង្កៀង តូច ក្នុង ដៃ គាត់ បញ្ចេញ ពន្លឺ លឿង ទន់ សូរ ទឹកហូរ សូរ ព្រៃ លួយ คล้าย ជា ការ បង្ហាញ ដ៏ ស្រស់ស្អាត ប៉ុន្តែ បង្កើត អារម្មណ៍ คล้าย ទៅ ជា ការ គ្រោះថ្នាក់ គាត់ ហៅ ខ្មោច ចេញ មក ប៉ុន្តែ វា មិន បង្ហាញ ព្រឹក ថ្ងៃ បន្ទាប់ គាត់ អង្គុយ ឲ្យ ថ្ងៃ ឡើង ដល់ កណ្ដាល មេឃ ដើម្បី ចាំ ជួប វា ពេល ថ្ងៃ ក្តៅ ស្រឡះ សូរ សក់ ដ៏ ចម្លែក បាន លើកឡើង ហើយ ខ្មោច ចេញ មក ជា រូប មនុស្ស ក្បាល ឆ្កែ មាត់ ពោរពេញ ដោយ ឈាម ខ
យប់ដំបូងនោះបរោះក្មេងចេញទៅឈរនៅច្រាំងទន្លេភ្លើងចង្គៀងតូចក្នុងដៃគាត់បញ្ចេញពន្លឺលឿងទន់សូរទឹកហូរសូរព្រៃលួយคล้ายជាការបង្ហាញដ៏ស្រស់ស្អាតប៉ុន្តែបង្កើតអារម្មណ៍คล้ายទៅជាការគ្រោះថ្នាក់គាត់ហៅខ្មោចចេញមកប៉ុន្តែវាមិនបង្ហាញព្រឹកថ្ងៃបន្ទាប់គាត់អង្គុយឲ្យថ្ងៃឡើងដល់កណ្ដាលមេឃដើម្បីចាំជួបវាពេលថ្ងៃក្តៅស្រឡះសូរសក់ដ៏ចម្លែកបានលើកឡើងហើយខ្មោចភូមិក្នុងក្បាលទឹកភ័យខ្លាំងខ្មោចមិនត្រឹមតែបង្ហាញស្នាមរន្ធត់នោះទេវាក៏ធ្វើឲ្យដើមឈើទាំងអស់រញ្ជួយដីក៏ក្រឡុកដូចដីធ្លាយប៉ុន្តែបុរសក្មេងមិនរត់គាត់ដកកន្សែងខ្មៅមួយចេញពីកាបូបហើយគូរង្វង់នៅលើដីគាត់អង្គុយកណ្ដាលនោះហើយអានមន្តសូរដែលជ្រាបជ្រៅខ្មោចក្រឡាំងក្រឡុំស្រែកយ៉ាងខ្លាំងប៉ុន្តែវាមិនអាចបំបែកចេញពីរង្វង់នោះបានជុំវិញភូមិមនុស្សជាច្រើនបានមកឈរមើលពីចម្ងាយដោយភ័យខ្លាចស្ទើរតែបាត់ដង្ហើមសូរខ្មោចដូចសូរចម្រៀងបញ្ចេញពីព្រលឹងដ៏ឈឺចាប់វាប្រែជារូបផ្សែងខ្មៅរឹងមាំដើម្បីព្យាយាមស្រូបកាយបុរសក្មេងប៉ុន្តែក្មេងនោះបន្តអានមន្តជាបន្តបន្ទាប់ពាក្យរាល់ពាក្យដូចជាពន្លឺកាំជ្រួចបំបែកកម្លាំងសង្ឃាមនៃខ្មោចបន្ទាប់ពីម៉ោងជាច្រើនកម្លាំងខ្មោចចាប់ផ្ដើមអស់វាប្រែជាមនុស្សប្រុសកំពុងអង្គុយយំភ្នែកពោពេញដោយទឹកភ្នែកឈាមវាសារភាពថាពេលរស់មិនមានអ្នកណាផ្ដល់សេចក្តីស្រឡាញ់ទៅណាក៏គ្មានមិត្តគ្មានអ្នកទទួលស្គាល់ទុកព្រួយនាំឲ្យធ្វើបាបខ្លួនឯងហើយបន្ទាប់មកគ្មាននរណាដាក់ផ្កាឬធ្វើបុណ្យឲ្យបានត្រឹមត្រូវដូច្នេះព្រលឹងត្រូវរត់រាលដាលមិនអាចទៅកាន់ទីល្អបានបុរសក្មេងនោះដាក់ធូបបើកសូរបុណ្យនិងអធិស្ឋានសុំទោសជំនួសមនុស្សភូមិគាត់និយាយពាក្យសាមញ្ញប៉ុន្តែពោពេញដោយកម្លាំងនៃចិត្តព្រលឹងនោះស្ដាយអាណិតនិងស្ងប់ស្ងាត់បន្តិចម្ដងពន្លឺព្រះអាទិត្យថ្ងៃត្រង់ដែលធ្លាប់ធ្វើឲ្យភូមិភ័យខ្លាចឥឡូវនេះคล้ายទៅជាពន្លឺស្អាតដូចព្រះភ្លឺជួយផ្លាស់ប្ដូរភាពងឹតព្រលឹងបុរសវ័យក្មេងក៏ត្រូវបានបញ្ចុះស្ងប់ស្រមោលផ្សែងខ្មៅរលាយទៅក្នុងទន្លេដោយមានសូរដូចទឹកកំពុងសូត្រសុទ្ធភូមិទាំងមូលស្ងប់ស្ងាត់មនុស្សភូមិនៅមើលគ្រូក្មេងនោះដោយភ្នែកពោពេញដោយការគោរពគាត់មិនទទួលប្រាក់ឬទំនិញអ្វីទាំងអស់គ្រាន់តែប្រាប់ថាមនុស្សគួរតែចែកចាយសេចក្តីស្រឡាញ់និងយកចិត្តទុកដាក់គ្នាមិនឲ្យមាននរណាដាច់ស្រយាលដូចបុរសអាក្រក់ពីពេលនោះមកភូមិក៏ចេះមួយនេះបានត្រឡប់មកវិញជាទីកន្លែងពោពេញដោយសុភមង្គលមនុស្សភូមិចាប់ផ្ដើមបង្កើតប្រពៃណីធ្វើបុណ្យសម្របសម្រួលបន្តិចបន្តួចដើម្បីឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាមានអ្នកយកចិត្តទុកដាក់ក្មេងបានត្រឡប់ទៅវាលស្រែដោយសូរសាច់សប្បាយសូរត្រីងូតទឹកនិងសូរគ្រឿងចង្ក្រានរឿងខ្មោចនេះក្លាយជាអនុស្សាវរីយ៍និងការបង្រៀនដ៏មានតម្លៃសម្រាប់អ្នកភូមិការមិនអើពើនិងការអត់ស្រឡាញ់អាចបង្កើតព្រលឹងតាំងខ្លួនមិនបានតែការយកចិត្តទុកដាក់និងមេត្តាករុណាអាចបំបត្តិភាពងឹតនិងនាំមកនូវពន្លឺសន្តិភាពសង្ខេបបញ្ចប់រឿងនិទានរឿងខ្មោចភ័យនេះបង្ហាញពីភូមិមួយនៅជនបទខេត្តក្រចេះដែលបានរងការលងបំភ័យដោយខ្មោចមនុស្សប្រុសម្នាក់ដែលស្លាប់ដោយលោតទឹកខ្មោចនេះមានអាការៈសាហាវអាចផ្លាស់ប្ដូរទ្រង់ទ្រាយបានជាច្រើនរូបរាងដូចជាសត្វគួរឲ្យកក់ក្ដៅមនុស្សគ្មានក្បាលឬក្បាលគ្មានរាងជាច្រើនខែភូមិនេះត្រូវការពារកាយជាមួយសេចក្តីភ័យស្លន់ស្លោរហូតដល់មានបុរសក្មេងម្នាក់មកពីស្រុកឆ្ងាយបង្ហាញខ្លួនជាគ្រូក្មេងដ៏ពូកែដែលអាចដោះស្រាយបញ្ហានិងនាំសន្តិភាពត្រឡប់មកវិញរឿងនេះត្រូវបាននិពន្ធឡើងសម្រាប់ការកម្សាន្តនិងបង្កើតអារម្មណ៍ភ័យរន្ធត់ប៉ុណ្ណោះសូមមើលដោយមានការប្រុងប្រយ័ត្នហើយកុំយកទៅជាការជឿពិត